ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយមុខទៀតហើយគឺបាយមាន់ស្ងោរឬបាយមាន់ហៃណាំដ៏ឈ្ងុយឆ្ងាញ់បាយមាន់ស្ងោរគឺជាអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់បងប្អូនខ្មែរយើងថ្ងៃនេះនាងខ្ញុំសូមចែករំលែកជូននៅតិចនិចមួយចំនួនដែលធ្វើឲ្យបាយមាន់ស្ងោរយើងមានសោភ័ណភាពនិងកាន់តែមានរសជាតិឆ្ងាញ់ជាងការចម្អិនធម្មតាហើយការរៀបចំក៏មានលក្ខណៈងាយស្រួលផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមរៀបចំគ្រឿងផ្សំជាមួយគ្នាថ្ងៃនេះយើងមានផ្លូវមាន់2ដែលជាប្រភេទផ្លូវមាន់ចិញ្ចឹមដែលសាច់របស់វាក្រាស់និងផុយល្អនៅតាមភោជនីយដ្ឋានភាគច្រើនគេប្រើមាន់ប្រភេទនេះព្រោះវាងាយស្រួលទិញនិងមានកាត់ជាផ្នែកស្រាប់ៗតែសម្រាប់បងប្អូនយើងដែលនិយមមាន់ខ្មែរក៏អាចប្រើបានដូចគ្នាជាទូទៅគេចូលចិត្តជាយកឆ្អឹងចេញដើម្បីឲ្យងាយស្រួលពិសានៅពេលដែលយើងជាមកដល់ត្រឹមនេះបងប្អូនអាចជាថាបន្តិចដើម្បីកុំឲ្យដាច់ឆ្អឹងពីគ្នាដើម្បីងាយស្រួលកាន់នៅពេលដែលបងប្អូនជាដល់ជង្គង់មាន់យើងយកខ្នងកាំបិតកាត់ផ្ដាច់ឆ្អឹងមាន់នៅត្រឹមនេះបន្ទាប់ពីកាត់ហើយបងប្អូនអាចរើសយកបំណែកឆ្អឹងចេញឲ្យអស់ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកពិសាឆ្អឹងជង្គង់នេះយើងទុកសម្រាប់ងាយស្រួលកាន់ផងនិងដើម្បីរក្សាទម្រង់ផ្លូវបានល្អផងយើងជាយកខ្លាញ់នោះចេញដើម្បីកុំឲ្យសាច់មាន់របស់យើងទ្រលាន់និងមានក្លិនឆ្អាបម្យ៉ាងទៀតខ្លាញ់មាន់នេះគឺជាគ្រឿងផ្សំសំខាន់សម្រាប់ការឆាបាយផងដែរបន្ទាប់ពីជាខ្លាញ់បានរួចរាល់ហើយយើងយកមាន់ទៅប្រឡាក់គ្រឿងដែលយើងបុកខ្ញីចំនួន10ក្រាមឲ្យម៉ត់បន្ទាប់មកយើងលាយខ្ញីនោះជាមួយនឹងអំបិល5ក្រាមម្សៅស៊ុបមាន់5ក្រាមម្សៅរមៀត3ក្រាមនិងចុងក្រោយបន្ថែមស្រាធ្វើម្ហូប1ស្លាបព្រាបាយបើសិនជាបងប្អូនមិនមានម្សៅល្មៀតយើងអាចប្រើល្មៀតស្រស់ចំនួន20ក្រាមយកមកបុកឲ្យម៉ត់រួចហើយសម្រិតយកទឹកយកមកប្រើបន្ទាប់ពីប្រឡាក់ចូលគ្នារួចហើយយើងផ្អាប់ទុករយៈពេល15នាទីសិនដើម្បីឲ្យមាន់ចូលជាតិជាមួយនឹងគ្រឿងផ្សំបានល្អឥឡូវនេះខ្ញុំនឹងបង្ហាញជូនបងប្អូនពីរបៀបរៀបចំសាច់មាន់ឲ្យក្តោបមូលនិងមានសោភ័ណភាពដូចនៅតាមភោជនីយដ្ឋានតែបើបងប្អូនមិនចង់ចំណាយពេលច្រើនអាចរំលងវិធីរុំសាច់មាន់នេះក៏បានសម្រាប់ការរុំមុនដំបូងគឺបងប្អូនយកភ្លៅមាន់ដែលបានប្រឡាក់គ្រឿងផ្សំហើយខាងលើយកមកមូលក្តោបឲ្យរមូរចូលគ្នារួចហើយយកថង់រុំម្ហូបមករុំភ្លៅមាន់ជាច្រើនជាន់ដើម្បីឲ្យសាច់មាន់ឡើងណែនល្អទើបមិនរលានៅពេលរំងាស់នៅពេលរុំបងប្អូនយកដៃក្តោបសាច់មាន់ឲ្យហាប់ណែនរួចហើយបង្វិលដូចនេះឲ្យបានជាច្រើនជុំនិងគួចចុងថង់ឲ្យបានជាប់ល្អនៅពេលដែលបានជាប់ល្អហើយបងប្អូនយកឈើជ្រនួចសាច់គោឬឈើចាក់ធ្មេញចាក់ថង់ឲ្យធ្លុះតិចតិចដើម្បីជាតិទឹកនៅខាងក្នុងអាចជ្រាបចេញមកក្រៅខ្លះៗនៅពេលស្ងោររួចហើយយើងទុកមាន់នោះផ្អាប់ទុករយៈពេល15នាទីដើម្បីឲ្យមាន់បានចូលជាតិល្អបន្តមកទៀតយើងចាប់ផ្ដើមលាងអង្ករប្រភេទអង្ករដែលល្អបំផុតសម្រាប់ដាំបាយមាន់គឺអង្ករផ្ការំដួលឬអង្ករផ្កាម្លិះស្រូវចាស់ព្រោះស្រូវចាស់ធ្វើឲ្យបាយដាំបានស្រួយនិងរក្សាទម្រង់គ្រាប់បានស្រឡូនល្អជាងអង្ករស្រូវថ្មីនៅពេលលាងសម្អាតបានស្អាតហើយយើងទុកអង្ករនោះឲ្យស្រក់ទឹកបានល្អសិនរួចហើយយើងទៅរៀបចំឆ្នាំងដាំទឹកដែលប្រើទឹកចំនួន1លីត្រដើម្បីស្រុះមាន់នៅក្នុងទឹកនោះយើងបន្ថែមខ្ញីស្រស់ចំនួន10ក្រាមខ្ទឹមក្រហមដែលដំឲ្យបាយតិចៗចំនួន1មើមឬ20ក្រាមខ្ទឹមសចិញ្ច្រាំ5ក្រាមនិងស្រាធ្វើម្ហូបចំនួន1ស្លាបព្រាបាយរួចហើយត្រូវបិទគម្របឲ្យទឹកឆាប់ពុះបន្ទាប់ពីទឹកចាប់ផ្ដើមពុះយើងចាប់ផ្ដើមស្ងោរមាន់ដោយវិធីនៃការស្ងោរមាន់មាន2របៀបវិធីទី1គឺជាវិធីស្រុះភ្លៅមាន់ដែលមិនរុំផ្លាស្ទិកដោយយើងកាន់ឆ្អឹងជង្គង់មាន់យកមកជ្រលក់លើកជាមួយនឹងទឹកពុះហើយយើងធ្វើដូចនេះរហូតឲ្យបានរយៈពេល1នាទីនេះគឺជាវិធីថែរក្សាស្បែកមាន់មិនឲ្យរួញនិងធ្វើឲ្យសាច់មាន់ស្រួយនិងមានជាតិល្អបន្ទាប់ពីធ្វើដូចនេះបាន1នាទីហើយយើងអាចដាក់មាន់ចូលទៅក្នុងទឹកនិងស្ងោររយៈពេល25នាទីនៅក្រោមកម្ដៅភ្លើងហឹមបន្ទាប់ពីស្ងោរបាន25នាទីយើងលើកយកមកត្រាំនៅក្នុងទឹកកកដើម្បីឲ្យសាច់មាន់ស្រួយនិងមិនខ្សោះវិធីស្ងោរមាន់ទី2គឺជាវិធីស្រុះភ្លៅមាន់ដែលរុំផ្លាស្ទិកយើងប្រើទឹកស្ងោរមាន់អំបាញ់មិញដដែលរួចហើយដាក់មាន់ដែលរុំរួចចូលទៅស្ងោរដែលការស្ងោរនេះគឺយើងត្រូវប្រើភ្លើងតិចៗមិនឲ្យទឹកពុះនិងប្រើរយៈពេលស្ងោរ45នាទី
នេះគឺជាវិធីចម្អិនម្យ៉ាងដែលធ្វើឲ្យសាច់មាន់ទន់ល្មើយមានរសជាតិឆ្ងាញ់មានក្លិនឈ្ងុយមិនឆ្អាបនិងរក្សាភាពស្រស់របស់សាច់បានល្អទៀតផងនេះគឺជាគន្លឹះមួយដែលចុងភៅនៅតាមភោជនីយដ្ឋានប្រណិតឬចុងភៅដែលនៅតាមសន្តាគារធំៗតែងតែប្រើដើម្បីធ្វើឲ្យរសជាតិនិងសោភ័ណភាពម្ហូបរបស់ពួកគាត់មានភាពល្អខុសប្លែកពីការចម្អិនទូទៅអំឡុងពេលរង់ចាំមាន់ឆ្អិនយើងទៅធ្វើទឹកត្រីកោះកុងដែលបុកខ្ទឹមសចំនួន15ក្រាមនិងម្ទេស10ក្រាមចំនួននេះអាចបន្ថែមបន្ថយបន្តិចបន្តួចទៅតាមការចូលចិត្តទឹកត្រីកោះកុងនេះពិសាត្រូវជាមួយនឹងបាយមាន់ហើយណាំហើយបងប្អូនខ្លះអាចបន្ថែមជាមួយនឹងទឹកជ្រលក់ទឹកខ្ញីឬទឹកស៊ីអ៊ីវម្ទេសឆាក៏មានរសជាតិឆ្ងាញ់ម្យ៉ាងដែរនៅពេលដែលខ្ទឹមនិងម្ទេសម៉ដ្ឋបានប៉ុណ្ណេះហើយយើងបន្ថែមគ្រឿងផ្សំរសជាតិដែលមានដូចជាម្សៅស៊ុបមាន់5ក្រាមអំបិល5ក្រាមស្ករស15ក្រាមទឹកត្រី5ក្រាមទឹកក្រូចឆ្មា10ក្រាមយើងប្រើទឹកក្តៅឬប្រើទឹកស្រស់មាន់ខាងលើចំនួន30ក្រាមរួចហើយកូរចូលគ្នាឲ្យរលាយស្ករអស់ជាការស្រេចជាបន្តយើងបកទៅដាំបាយមាន់វិញម្ដងដែលយើងយកខ្លាញ់មាន់ដែលជាចេញពីភ្លៅយកមកចំហៀវនៅពេលដែលបានខ្លាញ់ប្រហែលជាមួយស្លាបព្រាបាយហើយយើងចាក់ខ្ទឹមសចិញ្ច្រាំចំនួន50ក្រាមចូលខ្ញីចិញ្ច្រាំ50ក្រាមម្សៅស៊ុប10ក្រាមនិងអំបិល10ក្រាមរួចហើយឆាចូលគ្នាឲ្យសព្វទើបចាក់អង្ករដែលស្រក់ទឹកបានល្អហើយនោះចូលឆាជាមួយឲ្យឈ្ងុយនិងឡើងស្រួយល្អបន្ទាប់ពីបានឈ្ងុយនិងឡើងស្រួយល្អហើយយើងចាក់អង្ករនោះចូលទៅក្នុងឆ្នាំងបាយរួចហើយវាផ្ទៃអង្ករឲ្យបានស្មើល្អបន្ទាប់មកយើងដួសទឹកមាន់ដែលស្ងោរអំបាញ់មិញចាក់ចូលទៅក្នុងឆ្នាំងបាយចំនួនបរិមាណទឹកដែលប្រើគឺ150មីលីលីត្រឬល្មមស្មើនឹងផ្ទៃអង្ករការដាំបាយយើងអាចជ្រើសដាំនៅក្នុងឆ្នាំងធម្មតាឬប្រើឆ្នាំងបាយអគ្គិសនីសម្រាប់ថ្ងៃនេះខ្ញុំជ្រើសយកការដាំឆ្នាំងធម្មតារបៀបនៃការដាំប្រើឆ្នាំងធម្មតាដើម្បីអាចទទួលបានបាយដែលឆ្អិនល្អនិងមិនឆៅដុំត្រូវបើកភ្លើងហឹមឲ្យទឹករៀងរីងនៅក្រោមផ្ទៃអង្ករបន្តិចយើងចាប់ផ្ដើមផ្ងំយកតែម្ដងបន្ទាប់ពីផ្ងំបានមួយសន្ទុះហើយបើសិនជាយើងឃើញថាបាយនៅរៀងឆៅដុំបងប្អូនអាចយកទឹកមាន់មកប្រោសឬស្រោចតិចបន្ថែមពីលើនិងបន្តផ្ងំមួយសន្ទុះទៀតតែពេលនេះបាយរបស់យើងបានឆ្អិនល្អហើយគ្រាប់បាយឃើញថានៅស្រឡូនល្អនិងមានក្លិនឈ្ងុយគួរឲ្យចង់ពិសារីឯពណ៌វិញគឺលឿងល្មមអត់លឿងខ្លាំងពេកនោះទេឥឡូវនេះយើងមករៀបចំធ្វើការកាត់មាន់នេះមុននឹងយកមកកាត់ខ្ញុំបានយកមកត្រាំទឹកកកឲ្យសាច់ចុះត្រជាក់ជាមុននៅពេលមុនកាត់យើងត្រូវយកក្រដាសមកផ្ដិតយកទឹកចេញឲ្យស្ងួតល្អដូចនេះរួចហើយយើងបែរផ្នែកស្បែកនៅខាងលើនិងផ្នែកដំណសាច់នៅខាងក្រោមរបៀបនៃការកាត់គឺយើងអាចកាត់រាងបញ្ឆិតបន្តិចឬកាត់កង់តែម្ដងឥឡូវនេះយើងឃើញថាសាច់មាន់ឆ្អិនល្អដល់ផ្នែកខាងក្នុងនិងសាច់មានជាតិសំណើមមិនខ្សោះនោះទេបន្លែដែលគេនិយមប្រើសម្រាប់បាយមាន់គឺមានប៉េងប៉ោះត្រសក់សាឡាត់និងបងប្អូនអាចបន្ថែមបន្លែស្រស់ជ្រក់ត្រសក់ឬជ្រក់ល្ហុងទៀតទៅតាមចំណូលចិត្តគេនិយមពិសាបាយមាន់ស្ងោរនេះជាមួយទឹកត្រីកោះកុងនិងទឹកស៊ុបដែលទឹកស៊ុបគឺបានពីទឹកស្ងោរមាន់មុននេះដែលបន្ថែមផ្កាថ្មនិងស្លឹកខ្ទឹមបន្តិចបន្តួចដើម្បីបង្កើនរសជាតិលើសពីរសជាតិឆ្ងាញ់បាយមាន់ស្ងោរនេះផ្ដល់នូវអត្ថប្រយោជន៍សុខភាពជាច្រើនដោយសាច់មាន់គឺមានផ្ដល់នូវប្រូតេអ៊ីនខ្ពស់ដែលជួយថែរក្សានិងជួយដល់ការលូតលាស់របស់សាច់ដុំចំណែកខ្ញីនិងស្លឹកខ្ទឹមមិនត្រឹមតែបន្ថែមរសជាតិអាហារប៉ុណ្ណោះទេលើសពីនេះវាជួយប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងការរលាកបានយ៉ាងល្អផងដែរបើបងប្អូនមានវិធីល្អនៅក្នុងការធ្វើបាយមាន់ស្ងោរនេះឲ្យកាន់តែមានរសជាតិឆ្ងាញ់កុំភ្លេចជួយ comment នៅខាងក្រោមហើយខ្ញុំចូលចិត្តអាន comment របស់បងប្អូនទាំងអស់គ្នាពីគន្លឹះល្អសម្រាប់ធ្វើឲ្យរសជាតិម្ហូបនិងសោភ័ណភាពកាន់តែមានភាពទាក់ទាញជាចុងក្រោយខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលវេលាចូលរួមចម្អិនជាមួយខ្ញុំនៅក្នុងថ្ងៃនេះហើយយើងសង្ឃឹមថានឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា